អ្នកទាំងអស់គ្នាមានអ្នកធ្លាប់ប្រើប្រាស់នៅ Google Drive ឬក៏ OneDrive អត់ហើយអ្នកទាំងអស់គ្នាមិនដែលលើគេធ្លាប់ហៅវាថាជា Cloud Storage អត់ចឹងតើ Cloud Storage គឺជាអ្វីទៅ Cloud Storage គឺជាការរក្សាទុកទិន្នន័យទៅលើអ៊ីនធឺណិតជំនួសឲ្យការរក្សាទុកនៅក្នុងកុំព្យូទ័រផ្ទាល់និយាយងាយយល់ទៅគឺវាប្រៀបដូចជាឃ្លាំងផ្ទុកឯកសារមួយនៅលើអនឡាញអញ្ចឹងមានន័យថាយើងចង់បើកឬក៏យើងចង់ប្រើនៅទីកន្លែងណាក៏បានដែរឧទាហរណ៍នៅខាង Google មាន Google Drive Microsoft មាន OneDrive Amazon មាន Amazon Web Services ដែលយើងតែងតែហៅថា AWS នេះឯងចុះបើសួរថាតើ Cloud មានប្រមាណប្រភេទទៅ Cloud មាន3ប្រភេទធំៗទី1គឺ Public Cloud ដែលយើងប្រើប្រាស់ជាសាធារណៈដែលមានដូចជា Google Drive ហើយទី2គឺ Private Cloud Private Cloud គឺប្រើសម្រាប់ក្រុមហ៊ុនតែមួយគឺវាមានសុវត្ថិភាពខ្ពស់ខ្លាំងមែនទែនហើយទី3គឺ Hybrid Cloud Hybrid Cloud នេះគឺមានន័យថាយើងរួមបញ្ចូលទាំង Public និង Private នឹងជាមួយគ្នាតែម្ដងបាននិយាយពី Cloud Storage វិញជួយយើងបានច្រើនមែនទែនទី1គឺយើងអត់ចាំបាច់ភ័យបារម្ភតាក់ទងជាមួយនឹង Storage របស់យើងពេញទេហើយទី2គឺយើងអាចចូលប្រើប្រាស់ file បានគ្រប់ពេលវេលាគ្រប់ទីកន្លែងមួយវិញទៀតយើងក៏អាច share ទៅកាន់អ្នកដទៃបានយ៉ាងងាយស្រួលមែនទែនអញ្ចឹងបើវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច like comment share ក៏ដូចជា follow ដើម្បីទទួលបាន IT knowledge ផ្សេងទៀត